Và nghiệp sốប្រិយមិត្តស្ដាប់ជួបគ្នាជាថ្មីជាមួយខ្ញុំបាទថ្ងៃនេះនឹងនាំរឿងថ្មីមកនិយាយរឿងនឹងប្រហែលជាកាលខ្ញុំនៅក្មេងៗហើយរឿងពិតតែតួអង្គគឺខ្ញុំសូមមិនបញ្ចេញឈ្មោះពិតទេតែគាត់និយាយមានឈ្មោះលេងមានកូនអ្នកសាយម្នាក់នៅជនបទហ្នឹងរៀនចប់ថ្នាក់ទី12ក៏ទៅរៀននៅភ្នំពេញគឺទៅរៀនបន្តនៅសាកលវិទ្យាល័យហើយវិចិត្រមុខមាត់គឺស្អាតខ្ពស់ហើយសម្បុរសជាបុរសមានមន្តស្នេហ៍បានទៅរកបន្ទប់ជួលស្នាក់នៅម្ដុំទឹកថ្លាហើយការរស់នៅរបស់គេគឺរស់នៅបែបធ្វើការផងហើយនឹងរៀនផងហើយនៅបន្ទប់ជួលរបស់គេហ្នឹងគឺនៅក្បែរហាងសាឡនហ្នឹងមានលោកស្រីម្នាក់ដែលមានអាយុទីប្រហែលជាអាយុ40ជាងហើយមានចិត្តឃើញវិចិត្រនេះទៅមកពីស្រែជនបទក៏មានតំណែងតំណងគ្នាទាក់ទងគ្នាមកក៏ស្គាល់គ្នាវិចិត្រហ្នឹងក៏ត្រូវការជំនួយដូចគ្នាគាត់ខ្វះមុខខ្វះក្រោយដែរហ្នឹងក៏ហើយនារីដែលមានវ័យរៀងច្រើនតិចរៀង40ជាងជាឈ្មោះនារីហ្នឹងគឺអាយុ40ជាងហើយគាត់ជាងសាឡនជាងធ្វើកញ្ចក់អ៊ុតសក់អីហ្នឹងហើយមានលុយមានកាក់ហើយសម័យហ្នឹងគឺមានទូរស័ព្ទប្រើមានទូរស័ព្ទក្បាលតែងហើយមានម៉ូតូជិះវ៉េវហើយក៏មានតំណែងតំណងជាមួយចិត្តប្រហែលរយៈពេលប្រហែលជា1ឆ្នាំប្រហែលជិត1ឆ្នាំគឺប្រហែលជាគេនៅមួយគ្នាអញ្ចឹងហើយថ្ងៃមួយហ្នឹងគឺនារីហ្នឹងចង់បបួលបងឥឡូវខ្ញុំចង់ស្គាល់ស្រុកមួយឯងនៅណាភូមិនៅណានាំអូនទៅបាននាំខ្ញុំទៅជួបពុកម៉ែនៅស្រុកបានអត់ហើយវិចិត្រហ្នឹងក៏គិតទៅថានាំទៅបើជាខ្មាស់គេហ្នឹងហើយនារីហ្នឹងយ៉ាងអាយុច្រើនជាងកំងចាស់តែគេមើលទៅយ៉ាងស្អាតដែរតែវាអត់ត្រូវគ្នាវិចិត្រហ្នឹងសង្ហាតែនារីហ្នឹងយ៉ាងវ័យយ៉ាងឆេដែរ40ជាងហើយក៏លំលោមម្ដងហើយម្ដងទៀតដល់ថ្ងៃមួយក៏វិចិត្រហ្នឹងចាប់ដើមរៀបបំរុងឥឡូវភ្ជុំហើយមិនភ្ជុំទេទៅលេងភ្ជុំកាលហ្នឹងគឺលោកភ្ជុំខែភ្ជុំសោបឯគុំវាស្រែខៀវសង្ងាត់គឺវិចិត្រហ្នឹងដប់នារីពីភ្នំពេញហ្នឹងមកលេខស្រុកកំណើតហើយខែហ្នឹងគឺខែភ្លីងខែផ្សាខែភ្ជុំសោបឯគុំក៏ជិះម៉ូតូមកចិត្តដល់ស្រុកក៏កវ៉ែលមកដល់កន្លែងផ្លូវចូលមកភូមិហ្នឹងបានប្រាប់នារីថាផ្លូវទៅភូមិបងនោះស្ងាត់ផ្លូវមានតែផ្លូវអាទិសគោអញ្ចឹងផ្លូវអាទិសគោវាខ្សែទឹកមកក្លុកពីក្លុកផ្លូវខ្លះដាច់អញ្ចឹងសម័យមុនផ្លូវមិនទាន់ល្អទេផ្លូវវាខ្សែហ្នឹងហើយនៅក្នុងភូមិឆ្កែច្រើនហើយចិត្តប្រាប់នារីអញ្ចឹងហើយវិចិត្រហ្នឹងក៏ជិះចូលទៅភូមិក្បែរនោះទាញបានគុលស័យប្រហែលប៉ុនកពុនដៃនារីសួរថាមួយថ្ងៃយកគុលស័យស្អីហើយវិចិត្រប្រាប់នារីថាយកទុកໄວឆ្កែហើយហេតុការណ៍ហ្នឹងក៏កើតឡើងដល់ពេលវិចិត្រហ្នឹងជិះម៉ូតូទុកនារីហ្នឹងមកដល់កន្លែងផ្
ផ្លូវលំផ្លូវចេញពីផ្លូវចិត្តមកចូលផ្លូវលំដើម្បីចូលភូមិមកដល់កន្លែងក្បែរដើមព្រីងធំមួយហើយនៅពីក្បែរដើមព្រីងហ្នឹងមានទូលព្រីងពាក់ដើមជើងចាបហ្នឹងពេញហ្នឹងឈប់ម៉ូតូរីសួរថាបងមកឈប់អីហ្នឹងស្ងាត់ស្ងអីអត់ខ្លាចគាត់សើពេលហ្នឹងវិចិត្រហ្នឹងទាញដបងហ្នឹងដាក់នារីហ្នឹងដល់តាអស់ជីវិតបានរួចហើយក៏យកនារីហ្នឹងយកទៅផ្លុំចោលក្នុងស្រែហ្នឹងរួចហើយចិត្តហ្នឹងក៏អត់បានចូលទៅផ្ទះចូលស្រុកទេអត់បានចូលផ្ទះក៏ប្រមូលរបស់មានក្រវិលមានលុយតិចតួចអីហ្នឹងយកទៅភ្នំពេញវិញហើយនារីក៏ខ្លាចជាសាកសពនៅវាលស្រែដោយសារវិចិត្រហ្នឹងវាចង់ដោះដៃតែដោះដៃអត់ចេញព្រោះវានៅក្មេងវានៅស្អាតតែវានៅរៀនទៀតហើយបើយកទៅផ្ទះទៅអាចផ្ទះស្ដីឲ្យបន្ទោស1 2អញ្ចឹងហើយបន្ទាប់មកម្រងបានប្រហែលជាភ្ជុំហើយហ្នឹងគឺម្ចាស់ស្រែមកមើលស្រូវអញ្ចឹងគេដើរមើលស្រូវចូលកន្លែងហ្នឹងស្រូវល្អមកហើយមានក្មេងៗជូតស្មៅគោក្បែរកន្លែងហ្នឹងកន្លែងសាកសពក៏អត់ដែលមានណាប្រទះដែលមិនឃើញដែរប្រហែលស័ក្តិសមប្រហែលជាចូលមួយខែជាងចាស់ខែជាងក៏ចាប់ផ្ដើមហើមមានរលួយខ្លះហើយមានដានជើងសัตว์មកស៊ីសាកសពមានជ្រូកមានឆ្កែមានសត្វអីផ្សេងកណ្ដុរអីហ្នឹងគឺមកស៊ីហើយសាកសពហ្នឹងគឺផ្កាប់មុខហើយស្រូវហ្នឹងខ្លោចនិយាយពីទឹកក្នុងស្រែហ្នឹងគឺខ្លាញ់ឡើងតែទឹកកាលហ្នឹងខ្ញុំទៅមើលដែរខ្ញុំនៅក្មេងខ្ញុំប្រហែលជាអាយុមិន10 ឆ្នាំណាខ្ញុំក៏ទៅមើលដែរហើយអត់ស្គាល់អត្តសញ្ញាណតែឈ្មោះអីមកនៅស្រុកណាស្រុកណីអត់មានទេអត់ដឹងក៏មានចាស់វត្តក្បែរហ្នឹងគឺតាចាហ្នឹងក៏ប្រមូលវិច័យអ្នកចិត្តក្បែរហ្នឹងហើយក៏អ្នកទៅមើលហ្នឹងរៃវិច័យហើយក៏បូជានៅកន្លែងហ្នឹងម្ដងតែមុនបូជាទៅក៏ឆែកមើលឃើញទូរស័ព្ទគ្រឿងលាក់នៅក្នុងខោក្នុងហើយនឹងលុយដុល្លារនៅប្រមាណ100នៅក្នុងអាវក្នុងដែរតែលុយនោះនឹងទុកអស់នឹងទុនអស់បន្ទាប់ពីគេបូជារួចហើយក៏រឿងនោះវាស្ងប់ស្ងាត់មិនជាក់ហើយស្រាប់តាចាប់ផ្ដើមវិញ្ញាណវិលឲ្យតាមានណាម្នាក់មានអ្នកជិះម៉ូតូកាត់មកដល់ផ្លូវហ្នឹងគឺវិញ្ញាណនារីហ្នឹងតែងស្ទាក់ថ្ងៃហ្នឹងគឺឈ្មោះបុតប្រុសមកបុតហ្នឹងគឺជុប្រហែលជា20ជាងមកពីធ្វើការនៅភ្នំពេញហើយក៏មកដល់ផ្លូវលំហ្នឹងក៏អត់មានម៉ូតូជិះអត់មានអីចុះពីតូរីចុះពីផ្លូវជាតិមកដើរមកសំដៅមកក្នុងភូមិក៏មកដល់កន្លែងដើមព្រីងហ្នឹងក៏ឃើញប្រហែលជាម៉ោង6 7ព្រលប់ងឹតដែរដើរកាត់ទឹកលុយឃ្លោកតាមផ្លូវហ្នឹងអាហ្នឹងគឺចូលស្រូវខែ11ស្រូវចេញដើរមកដល់ឯដើមព្រីងហ្នឹងក៏បុតហ្នឹងឃើញដូចមានមនុស្សស្រីឈរក្រោមដើមព្រីងមើលពីចម្ងាយដល់ពេលគេដើរមកគៀកមែនទេខ្មោចនារីហ្នឹងក៏បានស៊ូទៅបុតថាពូមកភ្នំពេញមែនបុតហ្នឹងក៏មើលលើមើលក្រោមបាទខ្ញុំទៅមកភ្នំពេញតាខ្ញុំ
ទៅមកពីធ្វើការនៅភ្នំពេញមកលេងស្រុកពូខ្ញុំសុំនំប៉័ងហូបផងហើយព្រលឹងនារីហ្នឹងដល់ខ្ញុំហេវណាគ្មានណាដែលឲ្យអីខ្ញុំហូបទេដល់ពេលបុតហ្នឹងក៏សង្ស័យចុះចាយនៅឯណានៅណីបានមកឈួរអាហ្នឹងយកប្រឡប់ចឹងអត់ខ្លាចទេថាខ្មោចក៏អត់បានឆ្លើយទេអត់ឆ្លើយគ្រាន់តែទម្លាក់ទឹកមុខពេលនោះពុតក៏យកនំប៉័ងយកទៅឲ្យនារីដល់ពេលនារីប្រាប់ថាទុកហ្នឹងហើយពូទុកនៅលើភ្លឺហ្នឹងភ្លឺខ្សែហ្នឹងហើយពេលនោះបុតក៏ដាក់នំប៉័ងនៅហ្នឹងទៅហើយក៏ស៊ូនាំថាទៅក្នុងភូមិអត់ទៅមកខ្ញុំអត់ខ្ញុំជូនទៅពេលហើយក៏និយាយថាអត់ទេខ្ញុំនៅចាំប្តីខ្ញុំអាយុនារីព្រលឹងនារីឆ្លើយស៊ូឆ្លើយចាចាំប្តីខ្ញុំអាយុហើយប្តីនៅឯណាវិញប្តីខ្ញុំនៅភូមិនឹងដែរហើយដល់ពេលហ្នឹងស៊ូឥឡូវអត់ទៅអីនារីប្រាប់ថាអត់ទៅទេអញ្ចឹងខ្ញុំទៅមុនហើយដល់ពេលបុតនឹងដើរទៅដល់ផ្ទះដាក់វ៉ាន់ដាក់អីហើយមានវ៉ាលីមួយដាក់ដល់ក្រេក្រោមផ្ទះក៏និយាយប្រាប់ពងហូបបាយបណ្ដាបាយជុំបងប្អូនហ្នឹងប្រាប់គឺបងខ្ញុំឃើញកាលខ្ញុំដើរមកខ្ញុំឃើញមានឫស្សីម្នាក់នំតាមព្រីងយ៉ាងចំណាស់តិចយ៉ាងយុ40ជាងហើយឈួរម្នាក់ឯងតិចយ៉ាងស្ងេះស្ងោចហើយសុំនំប៉័ងខ្ញុំហូបដល់ពេលហ្នឹងបងស៊ូមិនអីស្រីណាមានណាគេនោះហ្នឹងអូអញប្រហែលជាជុកអីចឹងបងស្រីប្រាប់បងថ្លៃប្រាប់អញនៅពេញអាដឹងរឿងនៅកន្លែងដំព្រីងហ្នឹងគឺកាលមុនភ្ជុំហ្នឹងមានគេធ្វើកិច្ចកម្មមួយគឺគេយកនៅស្រីយកមកផ្លុងចោលនៅកន្លែងដំព្រីងហ្នឹងពេលហ្នឹងបុតធ្វើមុខស្លេកពំមែនបងអើយចុះប្រហែលជាខ្មោចទេសុំនំប៉័ងខ្ញុំប្រហែលជាខ្មោចហើយបុតធ្វើមុខស្លេកពំបវេមាត់សក់ចង់បះជ្រងចុះខ្មោចស្អីលោស្ដែងចេះហើយដល់ពេលរឿងរ៉ាវហ្នឹងផ្អើលលអ្នកភូមិថាអូខ្មោចហ្នឹងចាប់ដើមចេញរងហើយណាហើយឥឡូវត្រឡប់មកចិត្តវិញចិត្តហ្នឹងគឺនៅភ្នំពេញក៏សបាយហឺហាយកម៉ូតូវាជិះដោយក្រុមឧស្សាហ៍ខាងនារីហ្នឹងគឺបាត់នឹងសុនឈឹងស៊ូទៅវិចិត្រក៏វិចិត្រថាអត់ដឹងទៅណាទៅណីហើយដល់ពេលកម្មតាមស្នងគឺវិចិត្រហ្នឹងគឺបានខ្មោចនារីតាមទៅដល់ពេញពងតែជិះម៉ូតូអញ្ចឹងស្រាប់តែមានអារម្មណ៍ថាមានណាគេអង្គុយពីក្រោយម៉ូតូយឹបហើយសំឡេងតិចបងចិត្តមិនបងឯងទុកខ្ញុំចោលនៅកណ្ដាលផ្លូវចឹងចិត្តបែរក្រោយទៅឃើញម៉ូចនារីហ្នឹងនារីភ្នែកលីនថ្លាមុខសិតឈាមភ្ញាក់ភ័យខ្លាំងក៏រេចកូនម៉ូតូហ្នឹងចូលទៅក្រោមឡានកុងកណ្ដាលក៏ស្លាប់ទៅតាមគ្នាហើយក៏នឹងក៏ដឹងដល់ក្រុមប្រឹក្សាចិត្តហ្នឹងក៏យកមកធ្វើបុណ្យធ្វើអីនៅស្រុកហើយរឿងហ្នឹងក៏ចប់តែហ្នឹងហើយក៏សូមអរគុណសម្រាប់ការតាមដានបាទអរគុណសូមជម្រាបលា